ឯកឧត្តមទេសរដ្ឋមន្ត្រីអៀងម៉ូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅថ្ងៃទី19ខែមិនិនាឆ្នាំ2025បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមការងាររួមរាជរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ស្ដីពីមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជាលើកទី1ឆ្នាំ2025នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កិច្ចប្រជុំនេះរៀបចំឡើងដើម្បីធ្វើឲ្យមានកិច្ចសន្ទនានយោបាយបច្ចេកទេសនិងចលនាធនធានឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍រវាងរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ក្នុងទិសដៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈកិច្ចប្រជុំនេះជាវេទិកាផ្លាស់ប្ដូរយោបល់លើកឡើងពីបញ្ហាប្រឈមរាយការណ៍ពីវឌ្ឍនភាពជូនដៃគូដាក់ទិសដៅផ្ដល់មតិលើចំណុចខ្វះខាតនិងលើកយោបល់កែលម្អក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ទន្ទឹមនឹងនេះកិច្ចប្រជុំរៀបចំឡើងដើម្បីចូលរួមធ្វើឲ្យសម្រេចគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023-2028រួមចំណែកក្នុងយុទ្ធនាការបញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រុមការងាររួមរាជរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រីអៀងម៉ូលីនិងលោកស្រីបាទ្រីស៊ីយ៉ាអ៊ុងពីននាយិកាអង្គការ UNAIDS ប្រចាំកម្ពុជាឡាវម៉ាឡេស៊ីជាសហប្រធានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមានតំណាងស្ថានទូតប្រទេសផ្ដល់ជំនួយធំបារាំងសមាជិកាក្រុមការងារបច្ចេកទេសឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ដែលជាតំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងសុខាភិបាលក្រសួងមហាផ្ទៃក្រសួងកិច្ចការនារីក្រសួងផែនការរដ្ឋបាលរាជធានីភ្នំពេញស្ថាប័នអង្គការជាតិនិងអន្តរជាតិព្រមទាំងតំណាងប្រជាជនគន្លឹះកិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដូចជា1ពិនិត្យនិងផ្ដល់ការឯកភាពលើរបៀបវារៈកិច្ចប្រជុំរួមរាជរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជាលើកទី1ឆ្នាំ2025 2ពិនិត្យតាមដានលើការអនុវត្តសកម្មភាពដែលបានដាក់ចេញពីកិច្ចប្រជុំចុងឆ្នាំមុន3បទបង្ហាញស្ដីពីបច្ចុប្បន្នភាពតាមវិស័យគន្លឹះសុខាភិបាលអប់រំការងារស្ដីពីផលប៉ះពាល់នៃបទបញ្ជាផ្អាកជំនួយរបស់សហរដ្ឋអាមេរិក4បច្ចុប្បន្នភាពនិងការពិភាក្សាស្ដីពីផែនការចីរភាព5ការពិនិត្យលើវឌ្ឍនភាពនៃសុចនាករតាមដានរួម6មតិសរុបនិងបិទអង្គប្រជុំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីសហប្រធានមានប្រសាសន៍បើកិច្ចប្រជុំឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថាគោលបំណងនៃការរៀបចំកិច្ចប្រជុំនាពេលនេះគឺចង់ស្ដាប់អំពីស្ថានភាពជំនួយអន្តរជាតិជាពិសេសការងារអេដស៍ដែលសភាពការពិភពលោកក្រោយពីលោកប្រធានាធិបតី Donald Trump ឡើងកាន់អំណាចមានសភាពមិនច្បាស់លាស់ជាពិសេសផ្នែកហិរញ្ញប្បទានថាតើមានការប្រែប្រួលបែបណាគូបញ្ជាក់ថាតាមរបាយការណ៍របស់អង្គការសហប្រជាជាតិកម្ពុជាជាប់ចំណាត់ថ្នាក់លេខ10លើពិភពលោកក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ចំពោះគោលដៅ95តាមរយៈវឌ្ឍនភាពថ្មីកម្ពុជាអាចនឹងសម្រេចបានលើសពី89នៃគោលដៅ95ទី1បច្ចុប្បន្នសម្រេចបាន89 98 ទន្ទឹមនឹងនេះដោយសារគោលនយោបាយជាតិក្នុងការរក្សាភាពជាម្ចាស់និងការធានាចីរភាពរហូតដល់ឆ្នាំ2027កម្ពុជាយើងនៅមិនទាន់ខ្វះឱសថប្រឆាំងនឹងមេរោគអេដស៍សម្រាប់អ្នកជំងឺអេដស៍នោះទេក្នុងនោះរាជរដ្ឋាភិបាលបានចូលរួមជាថវិកាចំនួន$5 លានក្នុងមួយឆ្នាំដើម្បីទិញឱសថប្រឆាំងនឹងមេរោគអេដស៍ព្រមទាំងថវិកាប្រមាណ$1.84 លានក្នុងមួយឆ្នាំលើការងារគាំពារសង្គម
ការឆ្លើយតបនឹងមេរោគអេដស៍ជាពហុវិស័យនៅថ្នាក់ក្រោមជាតិផងដែរតាមរយៈបទបង្ហាញពីលោកសាស្ត្រាចារ្យជំនួយអុកវិជ្ជាប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែកនិងកាំរោគថវិកាជំនួយលើការងារអេដស៍នៅកម្ពុជាគឺបានមកពីមូលនិធិសកលនិង USCDC របស់សហរដ្ឋអាមេរិកក្នុងនោះជំនួយពីសហរដ្ឋអាមេរិកបានទទួលការអនុញ្ញាតឲ្យប្រើប្រាស់វិញបន្ទាប់ពីផ្អាកមួយរយៈប៉ុន្តែការអនុវត្តគម្រោងគឺបានត្រឹមតែខែកញ្ញាឆ្នាំ2025ប៉ុណ្ណោះទន្ទឹមនឹងនេះថវិកាជំនួយពីមូលនិធិសកលក៏បានបញ្ជាក់អំពីការកាត់បន្ថយថវិកាពី 30% ទៅ 50% នៅជុំបន្ទាប់ពីឆ្នាំ2027ផងដែរចំពោះការធានាចីរភាពក្នុងការឆ្លើយតបនឹងជំងឺអេដស៍កិច្ចប្រជុំបានលើកឡើងអំពីការបង្កើនប្រសិទ្ធភាពនិងការធ្វើឲ្យមានសុខដុមរមណីយកម្មការងារព្រមទាំងការធ្វើចលនាប្រភពធនធានផងដែរនៅទីបញ្ចប់នៃកិច្ចប្រជុំឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការចូលរួមកិច្ចប្រជុំក្នុងនោះសមាជិកសមាជិកាបានពិភាក្សាផ្លាស់ប្ដូរយោបល់និងបានបង្ហាញឲ្យឃើញថាត្រូវសម្របសម្រួលគ្នាលើការងារអ្វីដែលអាចធ្វើបានទន្ទឹមនឹងនោះឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានប្រកាសជូនអំពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវអគ្គលេខាធិការរងអង្គការសហប្រជាជាតិនិងជានាយិកាប្រតិបត្តិអង្គការ UNAIDS នៅកម្ពុជានាខែឧសភាឆ្នាំ2025និងការចូលរួមផ្ដល់ថវិកាជានិមិត្តរូបនៃសាមគ្គីធម៌អន្តរជាតិរបស់កម្ពុជាជូនអង្គការ UNAIDS ដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រីផងដែរ